តាមដែលខ្ញុំគិតថាបងប្អូនកត្តាដែលធ្វើឲ្យនៅស្រុកនេះសម្បូរបន្លែផ្លែឈើដាំនៅជុំវិញផ្ទះហើយដាំបានកើតបានល្អហើយនឹងដាំអត់មានផលប៉ះពាល់ពីកត្តាសត្វផ្សេងដូចជាសត្វពាហនៈបងប្អូនសត្វស្លាបដូចជាគោក្របីមាន់ឆ្កែអីអញ្ចឹងណាគឺអត់មានទេអត់មានតាមវាលស្រែអីដូចស្រុកយើងដូចថាហ្នឹងហើយយើងអត់អាចយកប្រទេសយើងទៅប្រៀបជាមួយប្រទេសគេបានទេព្រោះអីពីប្រទេសជប៉ុនពីមុនក៏ខ្ញុំស្ដាប់ជនជាតិជប៉ុនចាស់ៗពីដើមគាត់និយាយគាត់ដូចស្រុកខ្មែរយើងឥឡូវអញ្ចឹងបងប្អូនហើយអញ្ចឹងទៅយើងអត់អាចបដូចគ្នាទេប៉ុន្តែគ្រាន់ថាខ្ញុំចង់និយាយថាការដែលវាងាយស្រួលដាំបន្លែដាំអីហ្នឹងដោយសារតែអត់មានដូចគោអីគេលែងចោលតាមវាលតាមអីអញ្ចឹងដូចជាមាន់ក៏អត់មានដែរបងប្អូននិយាយទៅសត្វស្លាបសត្វបាក់សីដូចជាសត្វទាមាន់និយាយទៅជាសត្វសូម្បីតែឆ្កែក៏អត់មានដែរគឺគេចិញ្ចឹមនៅក្នុងផ្ទះសម្រាប់ឆ្កែបើឆ្មាមានមួយដែរបងប្អូនថាឆ្មាអាណាថាណាដូចថាអត់មានអ្នកចិញ្ចឹមណាបើថាឆ្មាគេចិញ្ចឹមភាគច្រើនគេទុកនៅក្នុងផ្ទះដែរហើយមួយទៀតវិញដូចជាមាន់គឺដាច់ខាតគឺគេអត់ប្រឡែងតែម្ដងលើកលែងតែផ្ទះគេនៅតាមជនបទឆ្ងាយមែនតើណាដូចថាគេអត់សូវនៅចិត្តទីប្រជុំជួននេះអញ្ចឹងទៅគឺគេអាចចិញ្ចឹមនៅផ្ទះគេបានតែកម្រមានអ្នកចិញ្ចឹមបងប្អូននៅដូចជាមាន់ដូចជាទាអីហ្នឹងបើទាគេអត់ចិញ្ចឹមទេទាគឺគេមានតែទាព្រៃទេនៅស្រុកនេះបងប្អូនហើយឆ្មាទេបើសិនជាអញ្ចឹងទៅយើងដាំបន្លែដាំអីគឺស្រួលតាមនឹងដែរមិនថាជនបទមិនថានៅទីក្រុងទេហ្នឹងហើយដែលសម្បូរបន្លែសម្បូរអីឲ្យដាំទៅកើតចិត្តអីអញ្ចឹងអត់មានសត្វអីមករំខានអញ្ចឹងបងប្អូនវាអាចនឹងមានសត្វព្រៃវាខុសពីសត្វស្រុកមានសត្វព្រៃតែបើគេដឹងថាកន្លែងណាមានតំបន់សត្វព្រៃច្រើនអញ្ចឹងគឺនៅតាមបន្លែនៅតាមថ្នាលបន្លែគេដែលដាំធំគឺគេដាក់ខ្សែភ្លើងឆក់តែម្ដងបងប្អូនឆក់ឲ្យវាផ្អើលកុំឲ្យវាមកជិតអីអញ្ចឹងកុំឲ្យវាចូលលុកលុយនៅបន្លែគេហ្នឹង